សួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមណែនាំនៅផលិតផល Gaming Accessory មួយគឺ Mac Red Dragon តែផលិតផលនេះ Mac Red Dragon នេះខ្ញុំគិតថានៅប្រទេសកម្ពុជាយើងគឺមិនសូវជាមានអ្នកណាស្គាល់ប៉ុន្មានទេដោយសារថានេះជាលើកដំបូងហើយដែលហាងរបស់ពួកយើងខ្ញុំទទួលសិទ្ធិចែកចាយនៅប្រទេសកម្ពុជាយើងហើយពួកយើងក៏លេចទៅមើលតាមប្រព័ន្ធអ៊ីនធឺណិតនិងលើ website ល្បីៗដូចជា Amazon វិញវាមានឈ្មោះល្បីល្បាញដូចទៅហើយឧទាហរណ៍វាធ្លាប់ជាប់ជា best seller លើ Amazon ផងដែរដោយសារថាតម្លៃហើយនិងគុណភាពរបស់វាគឺមានគុណភាពល្អសមនឹងតម្លៃហើយដើម្បីដឹងថាវាមានគុណភាពយ៉ាងណានោះថ្ងៃនេះដែរខ្ញុំសូមលើកយកផលិតផលមួយក្នុងចំណោមផលិតផលទាំងអស់គឺ Mac Red Dragon model Hydra M805 នេះដើម្បីបង្ហាញដល់អ្នកទាំងអស់បាទហើយនេះគឺជា នេះគឺជាប្រអប់ Mac របស់ពួកយើងគឺ Red Dragon Hydra model M805 ប្រអប់របស់វាគឺពិតជាស្រស់ស្អាតមែនទែនគឺការធ្វើឡើងគឺធ្វើអំពីกระดาษរលោងហើយនឹងរួមជាមួយនឹងតែមផុសមួយចំនួនផងដែរគឺមានបញ្ជាក់ស្ពេចមួយចំនួននៅលើនេះផងដែរដែលដូចជាទី1នេះគឺ 14000 dpi ហើយនេះគឺលើម៉ៅយើងមានប៊ូតុងដល់ទៅ10ហើយនោះលេខ5នេះគឺ turning way បានន័យថាយើងអាចធ្វើការផ្លាស់ប្ដូរទម្ងន់ម៉ៅរបស់យើងបាននេះគឺ5 mood បានន័យថាអាចធ្វើការ switch mood ភ្លាមៗបាន5 mood ឧទាហរណ៍ដូចជាយើង switch ពី 1000 2000 3000 5000 10000 ចឹង16 million color light បានន័យថាម៉ៅនេះជាប្រភេទ RGB យើងអាចធ្វើការផ្លាស់ប្ដូរពណ៌រហូតដល់ទៅ16លានពណ៌ចុងក្រោយនេះគឺ powerful driver បានន័យថានៅក្នុងនេះវាមាន D driver ដែលយើងអាចធ្វើការ set up បូកជាមួយនឹងកម្មវិធីរបស់វាយើងធ្វើការ control ច្រើនដូចជា scroll ម៉ៅដូរពណ៌ឲ្យភ្លើងលោតទៅជាដើមឥឡូវយើងធ្វើការឲ្យប្រអប់វាទាំងអស់គ្នាថងនេះបាទនេះ driver បូកជាមួយ software control manual ណែនាំពីរបៀបប្រើប្រាស់របស់យើងមានច្រើនភាសាមានជាអង់គ្លេសជាបារាំងតាមហើយចំពោះដុំខ្មៅនេះយើងមើលទៅវាមាន4ចំណុចនៅលើនេះបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់មែនទែនចំពោះផ្នែកទាំង4នេះគឺយើងគេដាក់មកគឺសម្រាប់ពេលយើងប្រើយូរទៅផ្នែក4ចំណុចនេះវាសឹករឿយៗយើងអាចធ្វើការផ្លាស់ប្ដូរជាមួយវាអញ្ចឹងគុណភាពវាគឺពេលយើងប្រើយូរហើយវាស្ទួវាស្អាតអីយើងដូរទៅគឺវាដូចណាបាទហើយប្រអប់នេះមិនមែនជាប្រអប់សម្រាប់លេងទេគឺវាមានប្រយោជន៍នេះពេលណាអ្នកខ្លះគាត់អត់ចង់បានធ្ងន់ទេគាត់អាចធ្វើការផ្លាស់ប្ដូរដែលយើងដកគ្រាប់ដៃនេះចេញមកយើងចង់បានប្រមាណទៅយើងអាចសេរីនឹងមុនតាមនឹងហើយប្រអប់នេះគឺសម្រាប់យើងដាក់គ្រាប់នឹងចូលទុកដាក់ពេលថ្ងៃក្រោយយើងចង់បានធ្ងន់យ៉ាងអីហ្នឹងយើងអាចយកវាមកដាក់វិញហើយវាយើងងាយស្រួលទុកដាក់អត់រត់ទេបាទឥឡូវយើងមើលរូបរាងម៉ៅរបស់យើងគឺពិតជាស្រស់ស្អាតមែនទែនដែលដាក់ទៅគឺល្មមដៃហើយមានតម្រដៃយើងកុំឲ្យយើងប៉ះជាមួយនឹងម៉ៅផែតទៅសឹកមើលទៅសឹកដៃសឹកអីឈីដៃហើយចំពោះសាច់របស់វាមើលទៅគឺជាប្រភេទជ័ររលោងស្អាតផ្នែកចំណុចនេះផងដែរមិនមែនជាជ័រទេគឺដែកដែលធ្វើឲ្យវាមានលក្ខណៈរឹងមាំមែនទែនសម្រាប់អ្នកដៃធ្ងន់ពោះ scroll របស់វាគឺមិនមែនដូចជាម៉ៅធម្មតាទេគឺវាលក្ខណៈជាកម្មដែលធ្វើឲ្យយើងងាយស្រួលក្នុងការប្រើបតិស៊ីជាមួយនឹងដៃយើងហ្នឹងហើយចំពោះខ្សែវិញគឺមានប្រវែងរហូតដល់1.8 ម៉ែត្រហើយវាពិតជាមើលទៅរឹងមាំមែនទែនដោយស្រោបលីឡុងនៅពីលើជ័ររបស់យើងដែលមិនងាយដាច់ដែលយើងអាចធ្វើការទាញទម្ងន់រហូតដល់ទៅ10គីឡូហ្នឹងពោះ USB វិញជាប្រភេទ Gold Plate ដែលវាល្អជាង USB យើងធម្មតាជូនសញ្ញាអីគឺល្អជាងហើយត្រឡប់មកមើលលើម៉ៅរបស់យើងដូចខ្ញុំបានប្រាប់នៅលើប្រអប់គេបានប្រាប់ថាមានរហូតដល់10ប៊ូតុងបាទខ្ញុំនឹងសូប៊ូតុងមួយៗដល់អ្នកនរគ្នាចំពោះប៊ូតុងនេះផងដែរអាចធ្វើការផ្លាស់ប្ដូរនៅភ្លើងរបស់យើងបានហើយប៊ូតុង2នេះគឺសម្រាប់យើងធ្វើការ adjust DPI លឿនយឺតបាទហើយប៊ូតុងនេះគឺ fire ឬនិយាយថាប
បើយើងប្រើធម្មតាយើងអាចប្រើជា double click បានអានេះ left right អូខេហើយចុងក្រោយនេះគឺ mode switch ដែលអាចធ្វើយើងធ្វើការផ្លាស់ប្ដូរ mood មួយបានរហូតដល់5 mood បាទឥឡូវយើងនឹងធ្វើការសាកល្បងម៉ៅយើងទាំងអស់គ្នាថាវាល្អប្រើប៉ុណ្ណាបាទឥឡូវយើងធ្វើការតេស្តជាក់ស្ដែងជាមួយនឹង game បាទគឺ Battlefield 4ដែលយើងអាចធ្វើការផ្លាស់ប្ដូរ setting តាមចំណង់ចំណូលចិត្តដោយតាមបទពិសោធន៍ជាក់ស្ដែងពេលខ្ញុំលេងធម្មតាគឺដើម្បីដាក់គ្រាប់អីខ្ញុំប្រើអក្សរ O ដើម្បី reload ប៉ុន្តែពេលខ្ញុំប្រើជាមួយម៉ៅនេះគឺមានភាពងាយស្រួលមែនទែនដោយខ្ញុំគ្រាន់តែចូល setting និងកែមកយើងអាចជ្រើសរើសយកប៊ូតុងមួយដើម្បីស្មើ reload ពេលបាញ់អស់គ្រាប់ខ្ញុំមិនបាច់ចាំបាច់ទៅចុចអក្សរ O ទេខ្ញុំគ្រាន់តែចុចប៊ូតុងមួយនៅលើម៉ៅនេះជាការស្រេចបាទហើយចំពោះការប្រើមានអារម្មណ៍ថាស្រួលមែនទែនជាពិសេសពេលខ្ញុំផ្លាស់ប្ដូរអាវុធអីគឺងាយស្រួលដោយសារ scroll វាមានកម្មដែលខ្ញុំ scroll ទៅខ្ញុំប្រើរាល់ដងម៉ៅធម្មតាវា scroll ចង់បានពីទី1អាវុធទី1ចង់បាន scroll យកអាវុធទី3បាទហួសដល់ទី4អញ្ចឹងទីថយមកវិញរហូតដល់ទី2តែម៉ៅនេះគឺ scroll គឺមានអារម្មណ៍ថាបើយកទី2គឺទី2តែម្ដងទី3នឹង scroll ទៅស្រួលព្រោះមែនតើបាទហើយមានទំនាប់ទ្រាប់មេដៃទ្រាប់ដៃគឺអត់សឹកអត់អីខ្ញុំលេងម៉ៅចាស់មានអារម្មណ៍ថាចង់សឹកមេដៃហើយអានេះមានតម្រោដៃទៅស្រួលមែនតើបាទនេះជា software របស់ម៉ៅ Hydra យើងដែល software នេះអាចធ្វើការ control បានទាំងស្រុងទៅលើម៉ៅរបស់យើងឧទាហរណ៍ដូចជាយើងអាចផ្លាស់ប្ដូរប៊ូតុងអាចផ្លាស់ប្ដូរល្បឿន DPI លឿនយឺតហើយនឹងយើងអាចផ្លាស់ប្ដូរល្បឿន scroll លឿនយឺតតាមតម្រូវការរបស់យើងផងដែរហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺវាមានចំណុចមួយដែលអាចធ្វើឲ្យយើងផ្លាស់ប្ដូរពណ៌តាមចំណង់ចំណូលចិត្តរបស់យើងដូចជាពេលនេះម៉ៅរបស់យើងគឺខ្ញុំផ្លាស់ប្ដូរទៅជាពណ៌ខៀវបាទបន្ទាប់មកខ្ញុំចង់ប្ដូរវាទៅជាពណ៌បៃតងអញ្ចឹងយើងគ្រាន់តែរើសពណ៌យកពណ៌បៃតងមកពេលនោះវានឹងផ្លាស់ប្ដូរអូតូម៉ាទិកទៅតែម្ដងបាទហើយចំពោះម៉ៅនេះផងដែរពួកយើងនឹងធ្វើការលើកជូនក្នុងតម្លៃត្រឹមតែ$22ប៉ុណ្ណោះហើយអ្វីដែលការពិសេសទៀតនោះគឺក្នុងឱកាស promotion នេះផងដែររាល់ការជាវនៅម៉ៅ Red Dragon នឹងមានការថែមជូននៅ Mousepad Gaming ដែលដ៏ស្រស់ស្អាតនេះហើយមានក្បាច់ខ្មែរយើងនៅក្នុងនេះគឺពួកយើងបានធ្វើការសហការផលិតជាមួយនឹងវិចិត្រករខ្មែរគឺកញ្ញាលីសាម៉ាន់ហើយចុងក្រោយនេះខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយការតាមដាននិងសន្យាជួបគ្នាក្នុងឱកាសក្រោយ